សូមគោរពជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូបង្ហាញពីការប្រើប្រាស់ Excel របស់ខ្ញុំដែលមួយរយៈនេះយើងបាត់មុខយូរដែរសុខទុក្ខយ៉ាងណាដែរបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នាសុខសប្បាយទាំងអ្នកដែលធ្លាប់តាមដានវីដេអូខ្ញុំនិងអ្នកមិនធ្លាប់តាមដានចំពោះខ្ញុំវិញសុខទុក្ខដើរទន្ទឹមគ្នាតែជីវិតត្រូវតែបន្តការខំប្រឹងគោលដៅអូខេតោះនិយាយពីជីវិតប៉ុណ្ណឹងបានហើយយើងចូលមកកាន់វីដេអូយើងទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំចង់បង្ហាញពីការធ្វើ Organize Chart នៅលើកម្មវិធី Excel អូខេពួក Excel យើងអាចធ្វើ Organize Chart ដែរហើយវាងាយស្រួលហើយលឿនទៀតទាំងការដាក់រូបភាពដាក់ឈ្មោះ position អីចឹងណាឥឡូវខ្ញុំមានឈ្មោះមានមុខតំណែង position របស់មួយចឹងខ្ញុំធ្វើ list ឲ្យស្រាប់ចឹងយើងលឿនចឹងក្នុងការបញ្យល់តោះដើម្បីបង្កើត Organize Chart បានយើងចូលទៅកម្មវិធី Excel ហ្នឹងមកយើងចូលខាងលើយើងយកពាក្យ insert នេះបន្ទាប់មកយើងយក Smart Art នេះ Smart Art វានឹងចេញdialog box នេះវាមាន graphic ផ្សេងគ្នាអញ្ចឹងណាមាន graphic ដែលយើងចង់បានតែជាទូទៅ Organize Chart ដូចជានេះរបៀបhierarchy នេះឬក៏ចូល Office ហ្នឹងមកវាមាន Organize Chart នេះខ្ញុំយកhierarchy អូខេ Organize Chart វាមានច្រើនយើងអាចបង្កើតជា Organize Chart ឬក៏ workflow អីនៅក្នុងនោះបានដែលវាមាន template ជាមួយអញ្ចឹងងាយស្រួលយើងបង្កើតតោះឥឡូវខ្ញុំយកប្រភេទ Organize Chart មួយដែលយើងអាចដាក់រូបភាពអូខេខ្ញុំ select ហ្នឹងអូខេយើង select ដបមកវាចេញបែបនេះអញ្ចឹងក្នុងនេះយើងអាចដាក់រូបភាពដាក់ឈ្មោះ position អញ្ចឹងណាដើម្បីលឿនក្នុងការធ្វើយើងចុចកន្លែងនេះចុចកន្លែងហ្នឹងមកយើង copy ឈ្មោះខាងទៀតហើយយើងផាសវានេះមកអូខេខ្ញុំទៀតបានឈ្មោះបាន position មួយរបស់តែយើងយកចេញពីតារាងខាងលើតមកវាចេញបែបនេះដើម្បីឲ្យ Organize Chart ហ្នឹងធម្មតាយើងមាន position ផ្សេងគ្នាអញ្ចឹង position ខាងលើគេនេះSam វាស្នាគាត់ជា General Manager ចឹងដើម្បីយើងឲ្យ position ហ្នឹងឈរលើគេយើងត្រូវទាញនេះឲ្យវាមកខាងនេះដើម្បីវាជា sub ទូចនៃរបស់ manager ហ្នឹងចឹងយើងដក tab ចឹងយើងដាក់ tab នេះដាក់ tab នេះចុចប៊ូតុង tab មកវាកើនឡើងtab មួយទៀត tab មួយទៀតអូខេ tab ហ្នឹងមានន័យថាមុខតំណែងនេះក៏ធំជាងគេបន្តមកផ្នែក admin HR នេះបន្តមកផ្នែក account ចឹងខ្ញុំ highlight position មកគាត់យកពណ៌ក្រហមហ្នឹង highlight position ពណ៌ក្រហមមកគាត់អូខេចឹងមុខតំណែងរបស់ពួកគាត់មួយហ្នឹងនេះវាមាន
នេះខ្ញុំតាក់ដូចក្នុង department របស់ការងារ farm construction អញ្ចឹងវាមានផ្នែកអញ្ចឹងមានតាំងពី admin HR មក architect team មកteam គូប្លង់ទឹកភ្លើង structure មក team QS មាន stock control អញ្ចឹងតែនេះយើងគ្រាន់ជាការងារត្រួសទេអញ្ចឹងឥឡូវខ្ញុំចូលមកយើងវិញឥឡូវខ្ញុំទីតាំង position ខ្ញុំដាក់ពូកញ្ចក់ folder admin HR account ខាងប្រឆាំងតមកចូលខាង architect ហ្នឹងជាផ្នែកមួយអញ្ចឹងផ្នែកមួយហ្នឹងវាត្រូវគ្រប់គ្រងដោយ senior architect មួយអញ្ចឹងយើង tab វាមកទៀតមកអញ្ចឹងវានៅបន្ទាប់ពីមេមកចាប់តាមប្រធានផ្នែកមួយអញ្ចឹងតមកវាមានខាង architect អញ្ចឹងទៅយើង tab ទៀតមកអញ្ចឹង architect គាត់នៅក្រោម senior architect អញ្ចឹងយើង tab ទៀតមកចឹងអានេះចូលចប់វគ្គ team architect ហើយចូល team ការងារក្រុមប្រគំម្ដងខ្ញុំសូមដាក់មកចោលទៅសិនងាយស្រួលមើលអូខេចូលអូខេចឹងចូល team ការងារ structure យើង tab ទៀតមកចឹងក្នុង department structure ហ្នឹងក៏ត្រូវមាន structure engineer ចឹងទៅ2-3នាក់នៅក្រោមគាត់ណាអូខេចុច tab ទៀតមក structure engineer ចឹងស្រាប់នេះយើងចុច3 tab មកក្រោម manager general manager មកចុចមក tab តមកចូលខាង team ការងារទឹកភ្លើង MEP ហ្នឹងយើងច្បាស់ទៀតមកគាត់ជា senior MEP ចឹងមកយើង tab នេះ senior MEP ក៏មាន MEP សាកល MEP ក្រោមគាត់ម្នាក់2នាក់អីដែរអញ្ចឹងយើងដាក់ចូលមិនដោយសារយើង copy មកវាមានកន្លែងខ្លះ space យើងច្រើនចឹងចង់ឲ្យ space ច្រើនពេកវាយើង ស៊ី space នៅពេលដែលយើងកែវាក្នុងdiagram optimize ឆាតតមកមាន site manager អ្នកគ្រប់គ្រងការដ្ឋានមិញខាង team office ចឹង site manager គាត់មាន site engineer មាន site engineer 2នាក់ចឹងទៅ3នាក់ខ្ញុំដាក់ឈ្មោះជាន់គ្នា site engineer អូខេតបមកចូល QS senior QS team មួយទៀតដែលនៅក្រោម general manager អូខេចឹងក្នុង senior QS គាត់មាន QS engineer ម្នាក់2នាក់ដែរចឹងទៅនេះគាត់ជាឧទាហរណ៍តែបើរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនជាក់ស្ដែងអាចមានតិចមានច្រើនតាមផ្នែកមួយតាមតម្រូវការការដ្ឋានចឹងអានេះយើង practice ឲ្យមើលទៅរៀងសមដែរចឹងអូខេ
chẳng mình stock controller mình tờ mình nè thế chẳng được chọn ấy anh đi bảo viên bên này phanh tiếp như này đạo thực hành tại những địa chỉ âm nắng cái này stop controller nhưng ai thêm mình nè thế này delivery man delivery man hẹn một show nữa trong người Việt ok đó anh cầm stop controller với mình chẳng nào ở những cái phải là bởi vì mình một xong mong một dương chứ bật cái chân sân nhưng mà organize chat này cái nhân hay là bạn thằng tức xuống cái chắc là tin cho phòng đó mà giờ chọc người ta rằng chắc như miên là mua những đạo háo cho dài đạo rụt thiệp nhưng miên rụt thiệp là sạc cầu mà đá rồi này xuống mới rụt thiệp những ai ad cái này nè cho nhà phù nhưng mới là những được những bật chứ khi từ mơ tràng thì mình với những châu này nhận phù nhé chắc tới là sao bây giờ tôi chắc như tiền cho tịch nó phù mới ok cho những phù bọc và chết mình trên ROM này chơi nữa chạy ok chạy mình slow thì ok cho nó bật wifi trên luôn computer cho trong nó này thiên miên là mình hộp mình chặt tập trên cái anh ad nó mình rụt môi tam môi đó này môi những ad chẳng thì những cái ad nó mình hộp là cái này chặt vậy môi pin anh bắt đầu dương miên là một cái lớp tiếng Anh thuộc một cái lớp dương này mình mới tạm dương cái ho thế chân em chân thế bệnh này cái app dùng slow đấy to bệnh hụt nữa nó dùng giờ vì AI nên là một mà nộp bật này cái app nó dùng slow cái cách chất bị đo này
ច្រើនទៅណាអាប់ពេញចឹងណាត្រូវចង់អត់ថ្មទៅsorry without កុំទៅថ្មចឹងអាចណាស់ without record ដល់ថ្មជើងបេះតិច sorry អូខេចឹងយើង add តadd ទៅពេញចូលវារៀងកាំងយើងបែរជាបងពេល error មិញអូខេបន្តទៀតយើង smooth មកវិញទៅពេញមកហើយយើង critic តែវាយើងនេះដែរខ្ញុំនឹងកែកម្មចំណុចមួយចំនួនឲ្យបងប្អូនមើលចឹងណាអូខេចឹងពាក់ព័ន្ធកន្លែង position ខ្ញុំខ្ញុំដាក់អក្សរក្រហមនឹងអស់មកទៅបច្ចុប្បន្នដូចជាយើងកែមិនក៏បានដែរខ្ញុំកែក្រហមនឹងអស់នេះយើងអាចប្រើបានទាំងលក្ខណៈក្រុមហ៊ុនឬក៏ស្ថាប័នការសិក្សាមួយចំនួនយើងប្រើត្រូវការ organize chart សំខាន់មែនទែនសម្រាប់ក្រុមហ៊ុនឬស្ថាប័នមួយអញ្ចឹងដើម្បីឲ្យបុគ្គលិកម្នាក់គាត់ដឹង position របស់គាត់រៀងៗខ្លួនហើយនឹង team ការងាររបស់គាត់អញ្ចឹងយើងទូតិចបរិយាកាសយើងស្រួលអញ្ចឹងដល់ពេលយើងធ្វើតាម smart art ហ្នឹងវាងាយព្រិចព្រមអញ្ចឹងអូខេនេះយើង space វែងចាំទៀតខ្ញុំ clear space នឹងបន្តិចព្រោះក្នុង smart art វាយើងពិបាកកែកន្លែងនេះយើង
ចុះបន្ទាត់វាកើតចឹងយើងមានតែកែសម្រួលវាម្ដងមួយតែប៉ុណ្ណេះចាប់ទៅថាលឿនណាយើងធ្វើតែមួយផ្លែតយើងបាន organize ឆាតមួយដ៏ស្អាតចឹងដាក់រូបភាពទំហំអីវាអាចចាស់ឲ្យយើងស្អាតមកស្រាប់អូខេអូជាន់រូបមួយនេះខាងនេះយើងអាចដូររូបបានដែរតែដូរខាងនេះដូររូបឆេងនេះបានហូបចឹងសិនចាំនេះចាំខ្ញុំប្រាប់របៀបកែឥឡូវខ្ញុំអាចចាស់ឲ្យវាស្អាតទៅចឹងនេះវាដក clear ខាងពេកដក clear ចាក្នុងស្មាននេះត្រូវការចាស់វាទៅបងប្អូនដោយសារវារត់អត់ស្មើវាមិនដូចយើងវាយក្នុង Word អីទេចឹងយើងអាចចាស់វាតិចមកអានេះយើងមើលមកសំទៅចាស់ទៅ space ហ្នឹងវាហត់អត់ស្មើអញ្ចឹងតែយើងក៏យើងស្រេ space ហ្នឹងតិចស្រេទៅវាសំយកមកស្អាតអត់អញ្ចឹងតោះយើងចូលមកមកតារាងយើងរៀបហើយឲ្យវាមានរូបភាពមានអីចឹងតែយើងអាចដូរពណ៌ដូចបានទាំងអស់បងប្អូនគ្រាន់តែយើងលេខសូលបាខាងលើមកវិញអញ្ចឹងយើងយកអាចកែបានស្មាតអាតនេះយើងអាចបដូរពណ៌វាយើងអាចកំណត់ពណ៌បានអញ្ចឹងតាម texture យើងចង់បានពណ៌នេះពេលពណ៌នេះគេកំណត់តាម position មួយហ្នឹង manager ពណ៌លឿងអីចឹងទៅខាត់ខាងក្រោមគាត់ពណ៌ខៀវអីចឹងហើយមានសេរីបានច្រើននៅកន្លែងចឹងវាងាយស្រួលមែនតើសម្រាប់យើងវាចំណេញពេលវេលាឃើញយើងកែទៅប្រហែលនាទីយើងបាន organize ឆាតមួយស្អាតនេះស្រួលមែនតើខ្ញុំ recommend ឲ្យបងប្អូនប្រើរបៀបចឹងអូខេចឹងខ្ញុំឆ្លាញ់បែបពណ៌នេះពណ៌នេះអូខេហើយមានច្រើនទេវាអាចផ្លាស់ប្ដូរ style តាមរបស់យើងចង់បាននេះរៀងមូលហ្នឹងទៅតែ recommend យើងអាចអានេះវាមានតែឈ្មោះមានអីចឹងវាអត់សូវភាពអីចឹងវាមានតែឆាតប្រភេទនេះដែល show ភាពឲ្យយើងណាអូខេចឹងខ្ញុំបែកទៅវិញអូខេចឹងវីដេអូដូចមានតែប៉ុណ្្នឹងបងប្អូនអានេះអាចកែកំណត់មួយបានទៅវានៅក្នុង format នេះយើងចង់ដូរ background វាទៅជាសទៅជាអត់ពេញអត់អីយើងអាចដូរមួយបានតាមអ្វីយើងចង់បានហ្នឹងខ្ញុំសាកដូរមួយទៀតចុះក្នុងនេះចឹង manager ខ្ញុំដាក់ពណ៌យើងកំណៅទៅហើយផ្នែកមួយហ្នឹងខ្ញុំចង់បានពណ៌ផ្សេងគ្នាចឹងខ្ញុំយកខាងលើនេះ
តំណែងនៅផ្នែកមួយចឹងហើយសាប់ខាងក្រោមគាត់ខ្ញុំយកខាងក្រោមនេះមកអាចជាង share តិចណាយើង share តមកផ្នែកនេះខ្ញុំយកពណ៌រៀងនេះដាក់ខាងលើពីទៅពណ៌តាមកន្លងមកវាមួយគ្រាន់តែយកខាងក្រោមនេះ share ទេណាផ្នែកនេះផេះនឹងដែរទៅយើងខាងក្រោមយកផេះ share អានេះវាមិន full color ចាំមកផ្នែកនេះយើងពណ៌លឿងពណ៌នេះលឿងស្រាលចឹងណាតបមកនេះពណ៌យកពណ៌ខៀវណាមិនទៅខៀវស្រាលខាងនេះយើងយកបៃតងស្រាលញ៉ាំងាយស្រួលបងប្អូនអូខេចឹងវីដេអូយើងដូចមានតែប៉ុណ្្នេះទេវាងាយស្រួលសម្រាប់យើងធ្វើការលើការងារ organize ឆាតហ្នឹងវាអាចធ្វើបានច្រើនទៀតជំមើលវាអាចជាវីដេអូក្រោយខ្ញុំនឹងធ្វើវីដេអូបង្ហាញពីការធ្វើ workflow អីចឹងនៅក្នុងកម្មវិធី Excel ហ្នឹងវាអាចកែ text ចែកបានទៅតែនេះតយើងចំណាយពេលទេតែយើងចង់បានស្អាតតាមអ្វីដែលយើងចង់បានអូខេដូចមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយហើយខ្ញុំនឹងព្យាយាមចេញវីដេអូឲ្យបានទៀងទាត់តិចខ្ញុំនឹងកំណត់ schedule អាចមួយអាទិត្យ3វីដេអូយ៉ាងតិចអរគុណច្រើនជួបគ្នាវីដេអូក្រោយ